បងដែលជាម្ចាស់ក្រុមហ៊ុនបងនៅតាមស្ថាប័នផ្សេងៗឬនៅតាមមីក្រូហិរញ្ញវត្ថុកំពុងស្វែងរកជាមួយនឹងប្រភេទទូដាក់ឯកសារសម្រាប់ដាក់ប្លង់ដីប្លង់ផ្ទះរបស់អតិថិជនយកមកតម្កល់បងអត់ដឹងថាជ្រើសរើសទូដៃសុវត្ថិភាពម៉ាកណាឬប្រភេទណាអញ្ចឹងបងអូនមានជាមួយនឹងទូដៃសុវត្ថិភាពប្រភេទទូ Collector Safe មួយម៉ាកចង់មកណែនាំជូនបងទាំងអស់គ្នានោះគឺជាប្រភេទទូដៃសុវត្ថិភាពម៉ាកកូដវាលសម្រាប់ទូដៃសុវត្ថិភាពម៉ាកកូដវាលនេះដែរគឺជាផលិតផលរបស់ប្រទេសកូរ៉េសុទ្ធ 100% តែម្ដងយើងមានការធានាគុណភាពជូនបងរហូតដល់5ឆ្នាំពេញទៅលើប្រព័ន្ធសោបង្វិលអ្វីដែលសំខាន់ទូដៃសុវត្ថិភាពនេះគឺវាអាចការពារជាមួយនឹងកម្ដៅភ្លើងបានរហូតដល់2ម៉ោងនៅក្នុងសីតុណ្ហភាព1037អង្សាសេផងដែរចំពោះទឹកថ្នាំវិញគឺយើងប្រើទៅដោយទឹកថ្នាំបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ប្រទេសកូរ៉េគឺប្រភេទទឹកថ្នាំ Powder Coating ដែលអាចការពារជាមួយនឹងស្នាមឆ្កូតនិងស្នាមប្រឡាក់បានយ៉ាងល្អជាពិសេសធ្វើឲ្យសភាពទូរបស់យើងគឺមានសភាពភ្លឺរលោងចែងចាំងតែម្ដងអ្វីដែលសំខាន់សម្រាប់ទូដៃសុវត្ថិភាព Collector Safe នេះដែរយើងមានរហូតដល់3ខណៈដែលបងធ្វើការជ្រើសរើសមានជាមួយនឹងទូដៃសុវត្ថិភាព2ជាន់ទម្ងន់របស់វា150គីឡូមានជាមួយនឹងទូដៃសុវត្ថិភាព3ជាន់ទម្ងន់របស់វាគឺ220គីឡូហើយមានជាមួយនឹងទូដៃសុវត្ថិភាព4ជាន់ដែលបងអូនបង្ហាញជូនបងនេះទម្ងន់របស់វារហូតដល់280គីឡូហើយយើងមាន2ប្រព័ន្ធសោឲ្យបងជ្រើសរើសមានជាមួយនឹងប្រព័ន្ធសោបង្វិលនិងមានជាមួយនឹងប្រព័ន្ធសោចេកលេខកូដផងដែរហើយនៅក្នុងវីដេអូនេះក៏បងអូនមានជាមួយនឹងទូដៃសុវត្ថិភាពមួយខ្នាតចង់មកណែនាំជូនបងទាំងអស់គ្នាដែរគឺជាមួយនឹងទូដៃសុវត្ថិភាព File Cabinet 4ជាន់ហើយសម្រាប់ទូដៃសុវត្ថិភាពនេះដែរគឺយើងប្រើទៅដោយប្រព័ន្ធសោបង្វិលយើងមានការធានាគុណភាពជូនបង5ឆ្នាំទៅលើប្រព័ន្ធសោហើយសម្រាប់ទូដៃសុវត្ថិភាពនេះគឺងាយស្រួលនៅក្នុងការប្រើប្រាស់តែម្ដងទាក់ទងទៅនឹងការប្រើប្រាស់បងគ្រាន់តែធ្វើការបង្វិលលេខកូដទូឲ្យត្រូវបែបហ្នឹងមកហើយបងចុចកន្លឹះនេះមកទាញមកខាងមុខគឺអាចបើកទ្វារទូបានតែម្ដងអញ្ចឹងនៅខាងក្នុងទូក៏ដូចជាជាន់របស់វាមួយគឺធំទលាយខ្លាំងមែនតើដែលបងអាចដាក់ឯកសារឬមួយក៏ភ្ជួរឯកសារបានច្រើនហើយសម្រាប់លេខកូដរបស់ទូវិញគឺបងអាចធ្វើការផ្លាស់ប្ដូរទៅតាមការឆ្លៃនឹងការចង់បានរបស់បងអត់មានដែនកំណត់ទេគ្រប់ថតរបស់វាមួយគឺមានសោផ្សេងគ្នាតែម្ដងក្នុងមួយថតគឺមានសោមួយសម្រាប់សោរបស់វាគឺផ្សេងពីគ្នាអត់ដូចគ្នាទេអញ្ចឹងសម្រាប់បងដែលគាត់ឆ្លាញ់នឹងត្រូវការជាមួយនឹងប្រភេទទូដៃសុវត្ថិភាព Collector Safe របស់ខាងយើងបងអាចតាក់ទងមកខាងប្អូនបានតាមរយៈលេខទូរស័ព្ទឬមួយក៏ឆាតចូល Page ក៏បានដែរអញ្ចឹងក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបាយ